ពីឆ្នាំ1962រហូតដល់ចុងឆ្នាំ2011អំណាចរដ្ឋនៃប្រទេសភូមាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រមនីតិហ៊ានហើយក្នុងអំឡុងពេលជាង5ទសវត្សរ៍ភូមាដែលបានដួលឈ្មោះជាមីយ៉ាន់ម៉ាបានអនុវត្តអំណាចផ្ដាច់ការបែបរបបសឹកបានបិទព្រំដែនសឹងជិតឈឹងនិងមានទំនាក់ទំនងតិចតួចបំផុតជាមួយពិភពលោកមិនមែនជារឿងមួយចៃដន្យទេដែលអំណាចត្រូវបានកាន់កាប់ដោយក្រមនីតិហ៊ានពីព្រោះពីឆ្នាំ1948ឆ្នាំដែលភូមាទទួលបានឯករាជ្យរហូតដល់ឆ្នាំ1962រដ្ឋាភិបាលស៊ីវិលចេះតែទៅពឹងពាក់កងទ័ពឥតឈប់ឈរជាក់ស្ដែងនៅឆ្នាំ1948នាយករដ្ឋមន្ត្រីអ៊ូនូបានពឹងពាក់ឧត្តមសេនីយ៍នេវីនឲ្យបង្ក្រាបពួកជនជាតិភាគតិចការ៉ែនដែលងើបបះបោរទាមទារឯករាជ្យក្រោយមកទៀតនៅឆ្នាំ1958អ៊ូនូបានទៅពឹងពាក់ឧត្តមសេនីយ៍នេវីនជាថ្មីលើកនេះឲ្យបង្ក្រាបពួកកុម្មុយនីសវិញម្ដងនៅទីបំផុតនៅខែមីនាឆ្នាំ1962ឧត្តមសេនីយ៍នេវីនបានធ្វើរដ្ឋប្រហារទម្លាក់អ៊ូនូហើយបានក្រសោបយកអំណាចទាំងស្រុងមកក្តាប់គេត្រូវរងចាំរហូតដល់ឆ្នាំ1988ទើបឃើញប្រជាជនស៊ីវិលងើបបះបោរធ្វើបាតកម្មប្រឆាំងនឹងរបបសឹករបស់នេវីនកាលនោះនៅចំពោះមុខមហាបាតកម្មមួយរបស់គណៈបកប្រឆាំងគឺបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រីអុងសាន់ស៊ូជីឧត្តមសេនីយ៍នេវីនបានបង្ខំចិត្តលាលែងចេញពីតំណែងក៏ប៉ុន្តែកងទ័ពដែលនៅតែមិនព្រមបោះបង់ចោលអំណាចបានចាប់ពួកមេដឹកនាំគណៈបកជំទាស់ដាក់គុកបានចាប់លោកស្រីអុងសាន់ស៊ូជីឃុំខ្លួនក្នុងគេហដ្ឋានលោកស្រីនិងបានបង្កើតស្ថាប័នរដ្ឋាភិបាលមួយដែលគេប្រសិទ្ធនាមឲ្យថាគណៈកម្មាធិការរដ្ឋដើម្បីរៀបចំច្បាប់និងសណ្ដាប់ធ្នាប់ឡើងវិញហៅកាត់ថាឆ្លកស្ថាប័នឆ្លកនេះដែលនៅឆ្នាំ1997ត្រូវបានដូរឈ្មោះទៅជាក្រុមប្រឹក្សារដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍគឺជាសសរគ្រឹះនៃរបបផ្ដាច់ការភូមាសមាជិកនៃក្រុមប្រឹក្សារដ្ឋនេះសុទ្ធសឹងជានីតិហ៊ានមេបញ្ជាការយុទ្ធភូមិភាគ12នាក់និងនីតិហ៊ានជាន់ខ្ពស់7នាក់គឺក្រុមនីតិហ៊ាននេះហើយដែលជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីកំណត់មនោគមវិជ្ជានិងបន្ទាត់នយោបាយធំៗនៃរបបសឹកភូមានៅខែមិថុនាឆ្នាំ1989ក្រុមនីតិហ៊ានបានសម្រេចប្តូរឈ្មោះភូមាទៅជាមីយ៉ាន់ម៉ាដែលមានន័យថាពូជសាសន៍ដែលកើតមុនគេនៅក្នុងលោកីជាពាក្យមួយម៉ាត់ប្រកបដោយលក្ខណៈជាតិនិយមរហូតដល់ចុងឆ្នាំ2011ក្រៅពីមូលដ្ឋានជាតិនិយមមនោគមវិជ្ជារបស់ក្រុមនីតិហ៊ានភូមាឈរនៅលើការប្រឆាំងនឹងប្រជាធិបតេយ្យយុបនីយកម្មនិងការប្រឆាំងនឹងបច្ចឹមលោកការប្រឆាំងនឹងប្រជាធិបតេយ្យយុបនីយកម្មបានជំរុញរបបសឹកឲ្យក្តាប់យ៉ាងតឹងរឹងមធ្យោបាយឃោសនាមហាជនដូចជាទូរទស្សន៍វិទ្យុនិងសារព័ត៌មាននិងខ្ទប់មាត់បកជំទាស់នៅក្នុងន័យនេះរបបសឹកបានបន្តចាប់អ្នកប្រឆាំងដាក់គុកនិងបានវាយបង្ក្រាបក្នុងថ្លុកឈាមរាល់ចលនាបះបោរដោយយ៉ាងការវាយបង្ក្រាបគ្មានត្រាប្រណីទៅលើបាតកម្មលោកសុងនិងនិស្សិតនៅឆ្នាំ2007ដោយឡែកមិនមែនចៃដន្យទេដែលរបបសឹកភូមាប្រឆាំងនឹងបច្ចឹមលោកពីព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់សម្ពាធគ្រប់បែបយ៉ាងទៅលើភូមាបានបង្ខំឲ្យក្រុមនីតិហ៊ានធ្វើប្រជាធិបតេយ្យយុបនីយកម្មនៅក្នុងប្រទេសនិងដោះលែងអ្នកទស្សនយោបាយជាពិសេសលោកស្រីប្រមុខបកប្រឆាំងអ៊ុងសាន់ស៊ូជីដែលនៅឆ្នាំ1991បានក្លាយជាជ័យលាភីរង្វាន់ Nobel ផ្នែកសន្តិភាពទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលថ្មីនេះការគៀបសង្កត់របស់បច្ចឹមលោកទៅលើរបបសឹកគ្មានប្រសិទ្ធភាពទាល់តែសោះពីព្រោះរបបផ្ដាច់ការភូមាមិនដែលត្រូវការលោកខាងលិចទេ
សំបីតែនៅខែឧសភាឆ្នាំ2008ក្រោយពេលដែលខ្យល់ព្យុះកំបុតត្បូង Nagis បានសម្លាប់ប្រជាជនភូមាអស់ជាង100,000 នាក់ក៏របបសឹកមិនបានយល់ព្រមទទួលជំនួយពីបច្ចិមលោកដែរបានយល់ព្រមទទួលតែជំនួយពីបណ្ដាប្រទេសអាស៊ីការពិតរបបសឹកភូមាអាងយ៉ាងពីព្រោះមានប្រទេសចិនជួយនិងមានប្រទេសរុស្ស៊ីព្រមទាំងបណ្ដាប្រទេសអាស៊ានរកស៊ីជាមួយជាក់ស្ដែងមកទល់ពេលនេះវិនិយោគរបស់ប្រទេសចិនរុស្ស៊ីវៀតណាមថៃនិងសិង្ហបុរីនៅប្រទេសភូមាកើនរហូតដល់ទៅរាប់ពាន់លានដុល្លារប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការណែនាំរបស់ប្រទេសចិននិងដោយហេតុតែមានការទាក់ទាញកាន់តែខ្លាំងពីសំណាក់សមាជិកអាស៊ានខ្លះរបបសឹកភូមាបានផ្ដើមបោះជំហានទៅរកអ្វីដែលខ្លួនប្រសិទ្ធនាមឲ្យថាលទ្ធិប្រជាធិបតេយ្យនៅក្នុងក្របខ័ណ្ឌនៃវិន័យនៅក្នុងន័យនេះរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តឡើងតាមរយៈការបោះឆ្នោតប្រជាមតិកាលពីចុងឆ្នាំ2008គោលដៅចុងក្រោយតាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះគឺបង្កើតរបបនយោបាយប្រធានាធិបតីស៊ីវិលមួយនៅខែវិច្ឆិកាឆ្នាំ2011រដ្ឋអំណាចភូមាបានរៀបចំបោះឆ្នោតបានរំលាយចោលរបបសឹកបានដោះឯកសណ្ឋានយោធាចោលបានបង្កើតរដ្ឋាភិបាលស៊ីវិលមួយនិងបានដោះលែងលោកស្រីអុងសាន់ស៊ូជីឲ្យមានសេរីភាពវិញលោកស្រីប្រមុខបកប្រឆាំងនិងអិសរាជជនជាច្រើនអ្នកនៃបកជំទាស់ថែមទាំងបានក្លាយជាអ្នកតំណាងរាស្ត្រទៀតផងតាមរយៈការបោះឆ្នោតសភាមួយនៅខែមេសាឆ្នាំ2012ទៀតផងសប្តាហ៍នេះភូមាបាននឹងកំពុងបន្តកំណែទម្រង់នយោបាយតទៅទៀតទន្ទឹមនេះបច្ចិមលោកបានបន្ធូរសម្ពាធទៅលើប្រទេសភូមានិងបានបង្កើនកិច្ចចរចាជាមួយរបបថ្មីរបស់លោកប្រធានាធិបតីស៊ីវិលទី1 Thein Sein មានមូលហេតុមួយធំដែលអាចបញ្យល់ការវិវត្តទៅដល់ល្អប្រសើរមិនធ្លាប់ដែលមានបែបនេះរបស់ប្រទេសភូមានោះគឺនៅទីបំផុតពួកក្រុមនេតិហ៊ានមានឆន្ទៈនយោបាយក្នុងការបើកចំហប្រទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចត្បិតការបិទទ្វារជិតឈឹងនឹងការមិនតាក់ទងរកស៊ីជាមួយបច្ចិមលោកធ្វើឲ្យភូមាស្គាល់ភាពយឺតយ៉ាវគ្រប់វិស័យបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃក្នុងតំបន់យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅមិនទាន់ព្រមលើកទណ្ឌកម្មចេញទាំងស្រុងទេតែកោតសរសើរនិងលើកទឹកចិត្តរបបថ្មីឲ្យបន្តកំណែទម្រង់នយោបាយបច្ចិមលោកនៅបារម្ភខ្លាចចាញ់បោករដ្ឋអំណាចភូមាពីព្រោះគេដឹងថានៅពីក្រោយលោកប្រធានាធិបតីស៊ីវិល Thein Sein នៅបន្តមានស្រមោលរបស់ពួកក្រុមនេតិហ៊ានដែលចង់រក្សាអំណាចរបស់ពួកគេឲ្យនៅស្ថិតស្ថេរយូរអង្វែងតទៅទៀត